មានប្រាក់រៀបការដេញកើតទៅពឹងម៉ែពឹងឪកូនមានតែស្រែនឹកស្រមៃចង់ខ្លាយជាអ្នកមានដែរនឹងប្រាប់ឲ្យម៉ែជួស្ដីជីវ៉ាបងប្អូនទាំងអស់គ្នានៅពេលដែលខ្ញុំបានឃើញទេសភាពបែបហ្នឹងខ្ញុំក៏នឹកឃើញទៅដល់បទចម្រៀងមួយបទហ្នឹងខ្ញុំក៏យកមកច្រៀងដើម្បីបើកក្បាលវីដេអូព្រោះអីបទចម្រៀងមួយបទហ្នឹងវាស៊ីជាមួយនឹងទេសភាពបែបស្រុកស្រែបែបមានអូមានស្ទឹងមានចំការមានអីចឹងគឺវាស៊ីគ្នាមែនតើហើយចំពោះការច្រៀងរបស់ខ្ញុំវាមិនជាពីរោះណាទេប៉ុន្តែមិនអាចស្ដាប់បានហើយសម្រាប់វីដេអូនេះដែរគឺខ្ញុំមិនមែនមកបង្អួតអំពីសម្លេងនៃការច្រៀងរបស់ខ្ញុំទេគឺខ្ញុំគ្រាន់តែចង់បង្ហាញអំពីទេសភាពក៏ដូចជាសកម្មភាពរបស់ពុកម៉ែបងប្អូនដែលគាត់រស់នៅតាមដងទន្លេជាពិសេសពុកម៉ែបងប្អូនដែលគាត់រស់នៅក្នុងស្រុកក្រូចឆ្មាអំពីសកម្មភាពនៃការធ្វើស្រែចម្ការក៏ដូចជាសកម្មភាពនៃការធ្វើកូនថ្នាំក៏ដូចជាសកម្មភាពនៃការដកស្មៅថ្នាំហើយជាក់ស្ដែងដូចជានៅក្នុងវីដេអូនេះខ្ញុំបានថតសកម្មភាពរបស់ម៉ែរបស់ខ្ញុំគាត់មកដកស្មៅថ្នាំហើយខ្ញុំក៏មកដកជាមួយគាត់ហើយខ្ញុំបានឃើញទេសភាពវាស្រស់ស្អាតខ្ញុំក៏យកទូរស័ព្ទដើម្បីថតបង្ហាញអំពីទេសភាពដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាជាពិសេសអ្នកដែលធ្លាប់រស់នៅក្នុងស្រុកឲ្យគាត់បានឃើញអំពីទេសភាពនិងឲ្យគាត់ចងចាំនៅអនុស្សាវរីយ៍ដែលគាត់ធ្លាប់ឆ្លងកាត់កាលពីគាត់រស់នៅក្នុងស្រុកហើយវីដេអូនេះគឺខ្ញុំមិននិយាយអីច្រើនទេគឺគ្រាន់តែចង់បង្ហាញអំពីទេសភាពដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញតែប៉ុណ្ណោះហើយវីដេអូរបស់យើងក៏មានតែប៉ុណ្ណឹងអរគុណដែលបានទស្សនាវីដេអូមួយនេះ